ក្នុងនាមយើងជាកូនខ្មែរតែងតែមានមោទនភាពនៅអ្វីដែលខ្មែរមានដូនតាខ្មែរយើងបានបន្សល់ទុកនូវសម្បត្តិជាតិជាច្រើនដល់កូនចៅជំនាន់ក្រោយទាំងសម្បត្តិជាតិនោះមានទាំងសម្បត្តិធម្មជាតិនិងសម្បត្តិវប្បធម៌សម្រាប់សម្បត្តិធម្មជាតិនៅក្នុងទឹកមានត្រីនៅក្នុងដីមានរ៉ែនៅក្នុងព្រៃមានដើមឈើនិងសត្វទាំងសត្វចតុបាទនិងបក្សាបក្សីហើយសម្រាប់សម្បត្តិវប្បធម៌វិញកូនខ្មែរយើងតែងតែដឹងហើយនោះគឺប្រាសាទអង្គរវត្តប្រាសាទអង្គរវត្តគឺជាស្ថាបត្យកម្មខ្មែរដ៏អស្ចារ្យដែលបានកសាងឡើងនៅក្នុងសតវត្សទី12នៅក្នុងរជ្ជកាលរបស់ព្រះបាទសូរ្យវរ្ម័នទី2ហើយប្រាសាទអង្គរវត្តបានកសាងឡើងក្នុងគោលបំណងថ្វាយទៅដល់ព្រះវិស្ណុនិងបង្ហាញអំពីសាសនារបស់ហិណ្ឌូហើយប្រាសាទអង្គរវត្តគឺជាប្រាសាទសាសនាដ៏ធំជាងគេនៅលើពិភពលោកផងដែរប្រាសាទអង្គរវត្តមានរចនាបថខ្មែរបុរាណដែលសម្បូរទៅដោយសិល្បៈដ៏ល្អឆ្នើមប្រាសាទអង្គរវត្តស្ថិតក្នុងរចនាបថអង្គរទី2ដែលមានសិល្បៈនៃការកំណត់តិចដែលហៅថាសិល្បៈអង្គរវត្តដែលជ្រុងនៃទេវៈនីមួយៗរបស់ប្រាសាទបានឆ្លាក់នៅចម្លាក់ក្បាច់យ៉ាងច្រើនស្កេស្កាផងដែរប្រាសាទអង្គរវត្តមានចម្លាក់អប្សរាប្រមាណជាង 2000 ចម្លាក់ដែលជាស្នាដៃដ៏ល្អអស្ចារ្យដែលអាចឆ្លាក់រូបទាំងអស់នោះក្នុងទំហំប៉ុនគ្នានិងមានទម្រង់ដែលអាចឆ្លាក់រូបទាំងអស់នោះក្នុងទំហំប៉ុនគ្នានិងមានទម្រង់នៃម៉ូដសក់ខុសគ្នាប្រមាណជាង37ប្រភេទដែលចម្លាក់អប្សរាទាំងនោះអាចបែងចែកនៃការឆ្លាក់នៅចម្លាក់ម៉ូដសក់ខុសគ្នាក្នុងទម្រង់ដ៏ច្រើននិងមិនគួរឲ្យជឿអង្គរវត្តបានទទួលស្គាល់ថាជាគេហដ្ឋានបុរាណធំជាងគេនៅលើភពផែនដីហើយជាប្រភពមនោរម្យសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិជាពិសេសព្រឹត្តិការណ៍សម័យរាត្រីព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្តព្រឹត្តិការណ៍ដ៏អស្ចារ្យនេះស្ដែងឲ្យឃើញពីអរិយភាពនៃប្រាសាទអង្គរវត្តដែលបុព្វបុរសខ្មែរយើងបានកសាងឡើងដោយមានការគិតគូរអំពីស្ថាបត្យកម្មនិងការផ្សារភ្ជាប់ជាមួយនឹងធម្មជាតិរវាងផែនដីនិងព្រះអាទិត្យយ៉ាងច្បាស់លាស់គួរដូចនេះយើងគ្រប់គ្នាត្រូវជួយអភិរក្សនិងថែរក្សាប្រាសាទអង្គរវត្តដែលជាមរតកវប្បធម៌និងប្រវត្តិសាស្ត្រដ៏មានតម្លៃរបស់មនុស្សជាតិទាំងមូលវាជាស្នាដៃដ៏អស្ចារ្យដែលបង្ហាញអំពីបុព្វបុរសខ្មែរយើងដែលមានប្រាជ្ញាច្នៃប្រឌិតនិងសិល្បៈដ៏ខ្ពស់ប្រាសាទអង្គរវត្តមិនមែនគឺជាសម្បត្តិរបស់ខ្មែរតែប៉ុណ្ណោះទេប៉ុន្តែគឺជាសម្បត្តិរួមរបស់ពិភពលោកដែលជាគន្លងឲ្យពិភពលោកស្គាល់អំពីអត្តសញ្ញាណជាតិខ្មែរដូច្នេះការរក្សានិងការអភិរក្សប្រាសាទអង្គរវត្តមិនមែនគឺជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលឬក៏អង្គភាពពាក់ព័ន្ធណាទេប៉ុន្តែគឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបជាពិសេសយុវជនជំនាន់ថ្មីយើងត្រូវរំលឹកដាក់ទិញខ្លួនឯងជានិច្ចថាមរតកវប្បធម៌មួយនេះបើបាត់បង់ទៅហើយគឺមិនអាចរកមកអ្វីមកជំនួសឬផ្ទេរផ្ទឹមបានឡើយយើងត្រូវមានស្មារតីខ្ពស់ដើម្បីថែរក្សានូវសម្បត្តិទាំងនោះដើម្បីឲ្យអ្នកជំនាន់ក្រោយទទួលបានឱកាសយល់ស្គាល់ឬក៏ការសិក្សាស្រាវជ្រាវបន្ថែមការបង្រឹងអត្តសញ្ញាណជាតិខ្មែរគឺការសំខាន់និងធ្វើឲ្យប្រទេសកម្ពុជាមានមោរមភាពជាតិខ្មែរ